បាទខ្ញុំកណាខ្ញុំបាទសូមថ្វាយបង្គំព្រះសង្ឃជាទីគោរពសក្ការៈសូមគោរពសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលក្តីរាប់អានបាទខ្ញុំស៊ូមកចាក់នៅខាងក្រុមហ៊ុន Argo Cambodia ដែលជាក្រុមហ៊ុនដែលមានជំនាញមានសេវាកម្មនៅខាងពិគ្រោះយោបល់ជូនបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរដើម្បីដាក់តំណងទៅធ្វើការនៅសហរដ្ឋអាមេរិកនៅក្រោមកម្មវិធីហៅកាត់ថា EB3 គឺជាកម្មវិធីនយោបាយរបស់អាមេរិកក្នុងការទទួលយកអ្នកធ្វើការពីប្រជាជាតិផ្សេងជុំវិញពិភពលោកដើម្បីទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 ដែលបានសេចក្តីថាគឺជាកម្មវិធីការងារដែលមិនត្រូវការជំនាញចឹងបាទ unskilled labor គឺមានន័យថាម៉េចគឺគេត្រូវការកម្មករគេត្រូវការបុគ្គលិកធម្មតាដែលមិនចាំបាច់ត្រូវការជំនាញអ្វីទេដែលមិនត្រូវការជំនាញបានសេចក្តីថាគឺអ្នកទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 នេះគឺថានិយាយចំគឺមិនចាំបាច់ចេះ computer មិនចាំបាច់ចេះទីផ្សារមិនចាំបាច់ចេះอะไรណែ database មិនចាំបាច់ចេះឲ្យប្រព័ន្ធខ្សែភ្លើងឲ្យធំៗគឺមិនចាំបាច់ទេបងប្អូនណាបាទនេះគឺជានៃកម្មវិធី EB3 ដែលមិនត្រូវការមនុស្សជំនាញគឺយ៉ាងដូចនេះគឺមានន័យថាម៉េចគឺបងប្អូនគ្រាន់តែមានសុខភាពល្អកាយសម្បទារឹងមាំហើយមានកម្លាំងប្រាជ្ញាចេះបាតចាស់ខាងលិចខាងកើតខាងជើងខាងត្បូងចឹងទៅគឺប៉ុណ្ណឹងបានហើយយើងបាទហើយមានចរិតត្រឹមត្រូវ slot boat អាចទំនាក់ទំនងនេះបានកុំប្រើអំពើហិង្សាចឹងទៅចឹងបងប្អូនណាគឺតែប៉ុណ្ណឹងបានហើយនេះគឺជាកម្មវិធីការងារ EB3 ដែលមិនត្រូវការជំនាញហើយដែលបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាមនុស្សដទៃទៀតនៅជុំវិញផែនដីដាក់ទៅធ្វើការបាននៅអាមេរិកគឺក្នុងកម្មវិធីហ្នឹងចឹងបងប្អូនណាបាទអ្នកខ្លះសួរខ្ញុំថាមើលលោកនៅគ្រូបុត្រសា EB3 មានតែម៉េចបាទពាក្យថា EB3 នេះគឺជាទម្រង់អក្សរកាត់នៃភាសាអង់គ្លេសដែលភាសាអាមេរិកគឺមានន័យថា employment based category 3មានន័យថាជាការផ្ដល់វីសា category 3ដោយផ្អែកទៅលើឬក៏ដោយយកការងារជាមូលដ្ឋានអញ្ចឹងមានន័យថាម៉េចកិច្ចការនេះគឺទៅធ្វើការនៅអាមេរិកគឺទៅធ្វើការដោយសារតែយើងដាក់ដំណងទៅធ្វើការមានន័យថាម៉េចគឺអានឹង employment based category 3នេះវីសាប្រភេទ3បាទវីសាប្រភេទ3ដែលយកកិច្ចការជាមូលដ្ឋានដែលយកការបម្រើការជាមូលដ្ឋានគឺមានន័យថាគឺជាកម្មវិធីនៃការផ្ដល់វីសារបស់អាមេរិកក្នុងការផ្ដល់ឲ្យទៅមនុស្សផែនដីមនុស្សជុំវិញពិភពលោកដែលដាក់ដំណងទៅធ្វើការនៅអាមេរិករួមទាំងខ្មែរយើងដែរចឹងណាបាទដូច្នេះនរណាដែលបានវីសាគោលការណ៍វីសាថា EB3 នេះគឺជាគោលការណ៍វីសាមួយសម្រាប់មនុស្សម្នាទូទាំងពិភពលោកដើម្បីទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធីគេហៅថាការងារដែលមិនត្រូវការជំនាញគឺមានអញ្ចឹងបងណាបាទហើយខ្ញុំសូមបញ្ជាក់សារជាថ្មីដែលហៅថាការងារមិនត្រូវការជំនាញគឺអានេះសំដៅទៅលើកិច្ចការដែលអ្នកដាក់ពាក្យទៅធ្វើការនៅអាមេរិកនៅក្រោមកម្មវិធី EB3 នេះគឺថាมันចាំបាច់មានដែលចប់បាក់ឌុបក៏បានមិនជាបញ្ហាទេមិនចាំបាច់មានបរិញ្ញាបត្រអនុបណ្ឌិតទេបាយទេចឹងណាបងប្អូនគឺថាសរុបសេចក្តីទៅគឺគ្រាន់តែជាមនុស្សដែលមានសុខភាពផ្លូវកាយល្អដែលអាចលើកចានគុយទាវដែលអាចលើកកញ្ឆេដែលអាចធ្វើការនៅក្នុងរោងចក្ររោងជាងកន្លែងជួសជុលឡានហាងដូណាត់ហាង hamburger ចឹងទៅចឹងណាបងប្អូនណាបាទគឺគេត្រូវការមនុស្សយ៉ាងដូចនេះគឺមានតែម៉េចគឺគ្រាន់តែមានសុខភាពល្អដែលអាចលើកចំណីអាហារដែលអាចលើកដាច់ដាប់ដាច់កេះដែលអាចលើកអីកង់ឡានសបកកង់ឡានខ្លះចុះកិច្ចការរោងចក្រនៅក្នុងរោងជាងបងប្អូនបាទកិច្ចការនៅក្នុងរោងចក្ររោងជាងកិច្ចការឧស្សាហកម្មខ្នាតតូចគឺជារឿងធម្មតាប៉ុណ្ណឹងមិនចាំបាច់ត្រូវការអីធំដុំទេសំខាន់គឺសុខភាពហើយនិងកម្លាំងបញ្ញាញាណល្មមតែប៉ុណ្ណឹងបានហើយគឺមានអីចឹងណាបងប្អូនណាបាទនេះដែលគេហៅថាកម្មវិធី EB3 ដែលត្រូវការនឹងកម្មករទៅធ្វើការនៅអាមេរិកមិនត្រូវការជំនាញគឺយ៉ាងដូចនេះឯងចឹងណាបងប្អូនណាបាទហ្នឹងអញ្ចឹងសូមបងប្អូនតែបានទទួលព័ត៌មានពីខ្ញុំលោកគ្រូឧស្សាហ៍គឺបងប្អូនអាចដាក់អាចតាក់ទងខ្ញុំសួតមុតសាក់នៅក្រុមហ៊ុន Argo Cambodia ដើម្បីខាងខ្ញុំផ្ដល់ពីគ្រោះយោបល់ជូនមកពុស្ដាជូនបងប្អូនឲ្យយល់អំពីនីតិវិធីនៃការដាក់ពាក្យនៃការដាក់ដំណងដើម្បីទៅធ្វើការនៅអាមេរិកចឹងណាបងប្អូនណាគឺមានអីចឹងបាទហ្នឹងហើយសូមបញ្ជាក់ជូនបងប្អូនថាបើកណាបងប្អូនដាក់ដំណងជាមួយខាងខ្ញុំក្រុមហ៊ុន Argo Cambodia ដើម្បីធ្វើការនៅអាមេរិកបងណាបាទ
នៅពេលដែលបងប្អូនណាមួយបានប្រឡងជាប់ណានៅពេលដែលបងប្អូនណាមួយបានប្រឡងជាប់ពាក្យថាជាប់បានស្ដីថាទទួលបានវីសាណាពាក្យថាជាប់គឺបានស្ដីថាទទួលបានវីសាពីស្ថានទូតអាមេរិកកាំងនៅភ្នំពេញយើងនៅក្បែរវត្តភ្នំនេះគឺបងប្អូនអាចទៅធ្វើការបាននៅអាមេរិកហើយគឺនៅក្រោមកម្មវិធី EB3 ហ្នឹងហើយអ្វីដែលគួរជាទីចាប់អារម្មណ៍មួយទៀតគឺខ្ញុំទីការចាប់អារម្មណ៍បងប្អូនអរគ្នាគឺថានៅពេលដែលបងប្អូនបានជាប់ទៅធ្វើការនៅអាមេរិកខាងហើយគឺអ្នកដែលបានជាប់នោះគឺថាមនុស្សនៅក្នុងបន្ទុកគ្រួសាររបស់គាត់បាទដែលមានបន្ទុកគ្រួសារមានប្រមាណសមាជិកគឺអាចទៅធ្វើការនៅអាចទៅអាមេរិកបានដូចគ្នាអបប្រមាណថាមានប្តីមួយប្រពន្ធមួយកូន3អញ្ចឹងហើយបើកណាប្តីបានប្រឡងជាប់ទៅធ្វើការនៅអាមេរិកនៅក្រមកម្មវិធីការងារដែលមិនត្រូវការជំនាញនេះគឺថាអាចទៅបានទាំងអស់គ្នាហ្មងចឹងបាទបងប្អូនគ្រាន់តែលក់ដៃមហិតានៅកន្លែងណាមួយដើម្បីទិញសម្បត្តិក្បាលហោះទៅបានហើយចឹងណាមានន័យយ៉ាងនេះគឺជាអត្ថប្រយោជន៍នៃការយើងដាក់តំងទៅធ្វើការនៅអាមេរិកចឹងគឺអ្នកដែលប្រឡងជាប់នៅពេលដែលជាប់ហើយគឺសមាជិកគ្រួសារទាំងមូលអាចទៅអាមេរិកបានទាំងអស់គ្នាចឹងបាទហើយបងប្អូនទៅនៅអាមេរិកបងប្អូនណាបាទតែបងប្អូនទៅនៅអាមេរិកគឺថាដែលបងប្អូននៅបានរយៈពេល5ឆ្នាំណាបាទបងប្អូននៅអាមេរិកបានរយៈពេល5ឆ្នាំគឺនៃបងប្អូនមានសិទ្ធិប្រឡងចូលសញ្ជាតិអាមេរិកកាំងទៀតឃើញទេបាទអានេះគឺចឹងបាទហើយបើកណាបងប្អូនបានដល់អាមេរិកហើយគឺអបដល់ប្តីធ្វើការនៅរោងចក្រប្រពន្ធអាចធ្វើការនៅក្នុងផ្ទះលក់ដូរដូណាត់អីទៅឬក៏អាចទៅរកធ្វើការកន្លែងហាងអីផ្សេងទៀតចឹងទៅនេះគឺជាអត្ថប្រយោជន៍មួយទៀតចឹងបាទហើយកូនបាទកូនរៀនបាទកូនរៀនគឺថារៀនដោយ free បាទរៀនមិនបាច់បង់លុយទេបាទណារហូតដល់អាយុ18ឆ្នាំគឺមិនបាច់បង់លុយទេនេះគឺជាអត្ថប្រយោជន៍ចឹងបាទបានទៅរៀនបានទៅធ្វើការនៅអាមេរិកចឹងបាទគឺគ្រួសារទាំងមូលអាចទៅអាមេរិកបានទាំងអស់គ្នាចំណែកកូនគឺរៀននៅក្នុងវិទ្យាល័យមិនចាំបាច់អស់លុយប្តីឬប្រពន្ធដែលមិនមែនធ្វើការនៅក្នុងរោងចក្រអាចរកការងារធ្វើបានឃើញទេបាទល្អណាស់ចឹងបងប្អូនណាបាទដូច្នេះបងប្អូនមានការចាប់អារម្មណ៍គឺសូមតាក់ទងខ្ញុំលោកគ្រូសួតមកចាដើម្បីខាងខ្ញុំក្រុមហ៊ុន Argo Cambodia ដើម្បីជួយរៀបចំនីតិវិធីជួយបងប្អូនចឹងបាទនៅតម្លៃថ្លៃថ្នូរសេវាកម្មនៃការជួយរៀបចំនោះគឺបងប្អូនអាចឆាតមកសួរខ្ញុំបានចឹងបាទបងប្អូនមិនចាំបាច់សិក្សាស្រាវជ្រាវច្រើនពេកទេគាត់ថាបងប្អូនឮសេចក្តីបញ្យល់របស់ខ្ញុំសួតមុនសាក់ហើយនៅខាងក្រុមហ៊ុន Argo Cambodia គឺបងប្អូនអាចឆាតមកសួរខ្ញុំហើយបងប្អូនអាចមកជួបខ្ញុំនៅក្រុមហ៊ុនដើម្បីជជែកគ្នាមកពុះស្ដាជជែកគ្នាមកយល់មកកក់ក្ដៅបងដើម្បីបងប្អូនដាក់ដំងចឹងបាទបងប្អូនមិនទាន់កក់ក្ដៅមិនទាន់មានជំនឿមិនទាន់អីមិនអំពីដំណើរការនៃការដាក់ដំងនោះថាបងប្អូនគ្រាន់តែមកជួបខ្ញុំសិនមកគាត់ទៅមកជួបខ្ញុំដើម្បីនិយាយគ្នាសិនហើយចាំបងប្អូនត្រឡប់ទៅផ្ទះវិញគិតគូរមួយសារទៀតចឹងបងប្អូនណាបាទនឹងចឹងដំបូងដៃយើងគាត់ស្វែងយល់សិនចាំបាទសូមគោរពអញ្ជើញបដិគ្រូគ្រប់អង្គបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាតិកម្ពុជាដែលមានការចាប់អារម្មណ៍គឺនៅសូមគប់ទឹកទាល់ទៀតទៅខ្ញុំកម្មវិធីនេះគឺវាស្រួលចេះចឹងណាបងប្អូនណាបាទបើកណ្ដាលបងប្អូនចង់ទៅនៅអាមេរិកកាំងណាបងប្អូនបើកណ្ដាលបងប្អូនចង់ទៅអាមេរិកកាំងឬលុះត្រាតែបងប្អូនមានសាច់ញាតិធានាទៅឬក៏ជាប្តីប្រពន្ធធានាទៅឬក៏បងប្អូនអាចថារត់ភៀសខ្លួនទៅអាមេរិកដោយសារហេតុផលអ្វីមួយយ៉ាងគឺមានគេធានាទៅចឹងប៉ុន្តែអានេះមិនចាំបាច់ចឹងទេណាបងប្អូនណានេះគឺមិនចាំបាច់ចឹងទេគឺមានន័យថាម៉េចគឺបងប្អូនគ្រាន់តែមកជួបខ្ញុំសួតមកសាក់គឺដើម្បីរៀបចំនីតិវិធីដាក់ដំណងទៅធ្វើការនៅអាមេរិកក្រុមកម្មវិធី EB3 ដែលជាកម្មវិធីនៃការងារមិនត្រូវការជំនាញគឺបងប្អូនគ្រាន់តែមានសុខភាពល្អក៏មានរោគឆ្លងក៏មានគ្រឿងញៀនទៅគឺអាចទៅអាមេរិកបានហើយចឹងណាបងប្អូនណាគឺងាយស្រួលបំផុតតែផ្ដាំមិញលុះត្រាតែមានគូសង្សារប្តីប្រពន្ធរៀបចំអាពាហ៍ពិពាហ៍ឬក៏សាច់ញាតិធានាទៅនេះមិនចាំបាច់ទេនេះមិនចាំបាច់ទេនៅក្រុមកម្មវិធី EB3 គឺមិនចាំបាច់ចឹងទេគឺបងប្អូនដើរបាទលឺខ្ញុំបញ្យល់ហើយទូរស័ព្ទរបស់ខ្ញុំបាទទូរស័ព្ទរបស់ខ្ញុំមើលលោកស៊ូភាសាចង់ដឹងពីរឿងកម្មវិធី EB3 ទៅធ្វើការនៅអាមេរិកអានេះដែលមិនត្រូវការជំនាញធ្វើម៉េចបាទមកជួបខ្ញុំមកជួបខ្ញុំនៅក្រុមហ៊ុន Argo Cambodia ដើម្បីយើងពិគ្រោះយោបល់ជូនបងប្អូនយល់អំពីនីតិវិធីហើយចាំបងប្អូនដាក់ដំងបងប្អូនដាក់ដំងចឹងណាបាទយល់ពីនីតិវិធីក្នុងការដាក់ដំងបងប្អូនដាក់ដំងហើយគឺយ៉ាងយូរវាឆេកវាស៊ីពេល3ឆ្នាំបានចេញបងប្អូនតែបានចេញហើយគឺមកគ្រួសារ5នាក់គឺបងប្អូនទៅបានទាំងអស់គ្នាតែទៅបានហើយប្តីធ្វើការនៅរោងចក្រដែលជារោងចក្រដែលជាស្ថាប័នធានាបងប្អូនហើយប្រពន្ធនៅផ្ទះអាចលក់ដូរនៅផ្ទះបានឬក៏ទៅធ្វើការផ្សេងទៅបាន
Thầy con cháu cứ tha mấy tổ riêng nơi vì xe lái mình cho mấy on lui ở vậy thì cười đấy nơi ban địa phía pram chấm miền sức còn lo cho sinh diện nè cả để tư được còn cầm thì EB3 นี่คือวิสูลยังใช่จังนอกการนี้แต่ชมกับผมจุดสเกรย์เป็นจุดสมเนี่ยประเดี๋ยวกลุ่มองบางปนออกเนี่ยสมัยเดี๋ยวบางปนนู่นไม่ได้ก็ได้มีเยอะมากปกติบางปนจังช่วยสมรู้ช่วยบางไทยท่าประกาแต่ไม่บานบางปนเธอการหน่อยไม่ได้ก็บางปนไอเตี้ยตรงชมบานไหนแต่ไม่บางปนนู่นไม่ได้ให้กันหน่อยนะบางปนจังที่นี่บางปนจังช่วยบางปนไอตัวตามระยะกรรมที่ EB3 คือเตี้ยโตบอกชมไหนจังสรุปtớiคือสมนิมนต์พระองค์สมลึกจากพระองค์ออกตัวพระองค์เตี้ยโตชมแต่ใบคุยบอกกับไทม์สมบางปนปัจจีประหมายกลุ่มตื้อตัวไปคุยบอกสมบัติไทม์อภิกาเรียบจอมจีเนเตวิธีแต่ใบดัดมองไปทุกการนอมไรเจ้าบัตรนี่เนี่ยสมจุดจูนเนี่ยบางปนออกนี่เจ้าบัตรจังชมจูนจะสกายเป็นจุลปนังให้เชื่อการนี้คือชมจุดจูนพิศวกรรมบัตรไทยตีประปนบัตรบางคนจังประจุนโคประจุนเจ้าตัวเรียนในออสเตรเลียให้บานซิดรอนในออสเตรเลียนั่นประมาณนั้นแบบคือเตะตรงเชื่อมหรือผู้สู้ภาษาใดในการขบวนอาโกคิมบอลีดับใบบางคนดับเปียตัวเรียนออสเตรเลียหายตัวเจนในกำรัดวิทยาลัยกันได้กำรัดอดอมซาๆได้ไอเตะตรงเชื่อมดับใบการชมแค่อาโกคิมบอลีไปกู้บอลจูนนะดับใบบางคนเรียนนั้นเรียนจบให้คือเมียนการไงทุยรู้ในออสเตรเลียบานหรือบางคนเป็นสิทธิ์แต่งโจรทำได้อย่างเดียวเพราะในสมัยจุนทาบางคนในเมืองการจับอารมณ์จังดับปีตุเรียนออสเตรเลียแต่งกำรัดวิทยาลัยกำรัดอะไรอย่างมหาวิทยาลัยคือเนี่ยในปีได้เรียบจำแต่มองดับที่ออสเตรเลียเพียงคือหมดจุกช่วงประดาจะได้บัตรเมนไทยจำเรียนจับฉันจำเตี้ยตัวหูสู้มาได้เอาแต่นั่งคู่เปย์ไรปีพวกในปีละบางคนบานเตอร์ออสเตรเลียให้กับพวกดับปีเรียนนั่นคือยังจะเจ๊ขี้อันปีนี่เตะวิธีโครงการบานเซ็ตรอยในออสเตรเลียมันเมนจำแต่เรียนจบเลยบางกันแต่จำเรียนจบในออสเตรเลียนั่นหูเปย์นั่งเธอทำมาวิ่งแต่วิกุ้งดังเจนโจธรรมดาเนี่ยปนถ้าเนี่ยเซ็ตโครงการตัวบานเซ็ตรอยนั่นคือทลอกเซ็ตไหนใช่ไหมคือขอบขาดอะไรใช่ไหมผมนับว่านั่งจังสำหรับเต้คือบางคนตัวออสเตรเลียตัวนิวซีแลนด์บางคนตัวแคนาดาบางคนจังดังโปรเมียนตัวเรื่องการติงเตี้ยติงสบายเนื้อรบต่างอ้อนั้นคือสมเตี้ยโตมขยมสู้มาจากทำการไปครูจะบอกเลยใช่ป่ะนี่ยมสมจุนพิศวกรรมบรรทายจูนมาปนทั้งมาเจ้าสระบอกว่ากรรมที่สรุลงี้สรุลนี้กรรมที่ EB3 กรรมที่การงี้มันตราการจำเรียนตัวอะไรนี่คือนะบางปนบางปูนมีชมให้คือไอเตี้ยโตชมแล้วใบจะเจคนี้อมปีนิเตวิธีทำการด่าดมองตึกทุนการนอมไรในของกรรมที่ EB3 ได้จากกรรมที่มันตราการจำเรียนสมสวากรมมาปนออกเนี่ยเตี้ยโตชมไปนั่งเขียวเมียนจูจะสกได้เป็นตัวผนังบางคนเป็นการจับร้อนคือในกลุ่มตื้อตัวชาติของสู่เขียวนึกเกิดไรแต่บางคนตัวบ้านพวกเมียนนั่งให้บางคนไอเตี้ยโตมเขียวตามตู้ซับหรือก็ชาติมาตาม Facebook Page Facebook Account นี่ก็บาดได้จะระบาดนั่งจังยมสมจูจะสกได้เป็นตัวผนังบางคนหน้าบาดสมออกคนสมอคนบา